មានទាំងអស់នេះគឺជា transition ដែលធ្វើឲ្យគេចាប់អារម្មណ៍ទៅលើវីដេអូយើងបានហើយសម្រាប់ការធ្វើបែបនេះគឺពិតជាស្រួលមែនតើអ្នកនរគ្នាបាទដោយអ្វីដែលអ្នកនរគ្នាគួរតែចេះនោះគឺ remove background អ្នកនរគ្នាបាទដំបូងឡើយអ្នកនរគ្នាចូលទៅក្នុង CapCut ទៅអ្វីដែលអ្នកនរគ្នាគួរតែធ្វើបន្ទាប់នោះគឺយើងយកវីដេអូមកដាក់នៅពីលើគេអ្នកនរគ្នាវីដេអូដែលយើងនិយាយហ្នឹងគឺយើងយកមកដាក់នៅពីលើវីដេអូដែលយើងថតមួយទៀតអញ្ចឹងណាអ្នកនរគ្នាបន្ទាប់ពីយើងដាក់នៅលើគេហើយយើងចូលទៅរកកន្លែង remove background យើង remove background មកបន្ទាប់ពី remove background រួចយើងក៏អូសវាឲ្យចំនាទីដែលយើងបាននិយាយមុនហ្នឹងអ្នកនរគ្នាអញ្ចឹងយើងអាចអូសវាមកឲ្យស្មើមកអ្នកនរគ្នាបន្ទាប់ពីអ្នកនរគ្នាបានអូសវាមកស្មើហើយយើងបរិចរូបដែលនៅលើគេនឹងតិចមកអ្នកនរគ្នាដើម្បីឲ្យវាបាំងអ្នកនរគ្នាបាំងវីដេអូខាងក្រោយទៀតទើបមើលទៅវាអត់ឆ្កងអញ្ចឹងអ្នកនរគ្នាអាចធ្វើតាមនឹងបាននៅក្នុងវីដេអូនឹងបានអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងទេអ្នកនរគ្នាបាទមានអ្វីឆ្ងល់ត្រង់កន្លែងណាអ្នកនរគ្នាអាច comment សួរបានឬក៏អាចឆាតមកសួរបាន